សួស្តីបងប្អូនទាំងអស់គ្នានេះជានំត្នោតអ្នកខេត្តស្វាយរៀងវិចនៅប្រទេសអង់គ្លេសម្ដងនេះខ្ញុំវិចក្បួនថ្មីតាំងពីខ្ញុំដឹងក្តីមកពេលខ្ញុំឃើញម្ដាយខ្ញុំគាត់វិចអានំត្នោតអង្គតណើបហ្នឹងគឺគាត់លាយស្ករលាយដូងហើយគាត់វិចហើយគាត់យកទៅស្ងោរតែនេះជាលើកទី1ហើយខ្ញុំឆាអង្គហើយយកទៅចំហុយអញ្ចឹងខ្ញុំដាក់ខ្ទិះដូងបន្តិចទៅស្ករត្នោតបន្តិចទៅនំនេះមិនត្រូវការផ្អែមខ្លាំងទេគឺផ្អែមឡមទេហើយខ្ញុំកូរឲ្យលាយស្ករចឹងទៅដាក់អំបិលបន្តិចអង្គតណើបខ្ញុំត្រាំមួយយប់លាងទឹកឲ្យស្អាតខ្ញុំធ្វើលើកទី1អញ្ចឹងខ្ញុំប្រើអង្គតណើបតែមួយកំប៉ុងទេពីព្រោះអីខ្ញុំធ្វើស្ងោរតែលើកនេះខ្ញុំចង់ឆាអង្គអញ្ចឹងអត់ហ៊ានធ្វើច្រើនទេអ្វីក៏ដោយតែខ្ញុំសាកលើកទី1ខ្ញុំអត់ធ្វើច្រើនទេបងប្អូនអញ្ចឹងខ្ញុំឆាអង្គជាមួយខ្ទិះដូងអញ្ចឹងហើយបន្ទាប់មកខ្ញុំមានដូងកោសយើងណាយកមកឆាជាមួយអង្គឆាអញ្ចឹងទៅបងប្អូនដូចយើងឆាធ្វើនំសមខ្នោចំពោះត្នោតវិញក្នុងអង្គមួយកំប៉ុងហ្នឹងគឺខ្ញុំដាក់2ស្លាបព្រាបាយពេញណានំនេះបើសិនជាយើងដាក់ត្នោតច្រើនធ្វើឲ្យនំខាវិញទេរបៀបធ្វើត្នោតគឺបានចេញវីដេអូហើយធ្វើត្នោតទុំយកមកស្រុកគេមិនថានៅស្រុកខ្មែរទេពេលរដូវត្នោតទុំយើងកូរទុកទៅដាក់ក្នុងទូទឹកកកធម្មតាទៅអញ្ចឹងបងប្អូនរកមើលវីដេអូខ្ញុំពីរបៀបធ្វើត្នោតទុំយកមកស្រុកគេទៅអញ្ចឹងខ្ញុំឆាឲ្យវាស្ងួតខ្ទិះដូងឆាចុះឆាឡើងអញ្ចឹងបងប្អូនបន្ទាប់មកបងប្អូនអើយទៅបេះស្លឹកទៅផ្ទះនេះបេះស្លឹកឫស្សីនឹងផែ2-3អាទិត្យហើយយកមកទៅយូរចោលវាអត់មានពេលវិចដល់ថ្ងៃនេះមានពេលមួយថ្ងៃវិចនំប្រោយទៅឡើងស្វិតអស់ហើយណាតែមុននឹងវិចនេះខ្ញុំយកទៅលាងឲ្យស្អាតហើយត្រាំមួយទឹកក្តៅដោយសារវាស្វិតពេកស្លឹកហ្នឹងហើយការវិចវិញបងប្អូនឃើញខ្ញុំអង្គុយហ្នឹងគឺសិតតែមានផលប្រយោជន៍จากវីដេអូខ្ញុំបានចេញហើយតែហេតុអ្វីបានខ្ញុំអង្គុយបែបនេះពេលបងប្អូនវិចនំហ្នឹងបើសិនជាដាក់មួយស្លាបព្រាបាយឲ្យស្មើគ្នាដើម្បីយើងវិចនំឲ្យវាស្មើគ្នាពេលចងអត់បាច់ចាំបាច់ចងរឹតតឹងដូចយើងធ្វើនំសមទេខ្ញុំចងដើម្បីកុំឲ្យវាហើបមាត់ពីព្រោះអីស្លឹកឫស្សីកាលណាយើងអត់ចងរុំវាអញ្ចឹងទេយកទៅចំហុយវាហើបមាត់អត់ដូចស្លឹកចេកទេចឹងបងប្អូនចងគាត់ថាមកចងឯណាចងធូរទៅយើងយកខ្សែមកចងចឹងទៅបន្ទាប់មកបងប្អូននេះខ្ញុំធ្វើយឺតឲ្យបងប្អូនមើលបត់ក្បាលវិញចឹងមកហើយបត់កតុយវាមកអញ្ចឹងទៅហើយយើងដុសអង្គហ្នឹងដាក់ចូលទៅមានស្លឹកចេកបងប្អូនខ្ញុំអត់សូវចូលចិត្តវិចទេឥឡូវនេះខ្ញុំចូលចិត្តវិចតែស្លឹកឫស្សីស្លឹកចេកស្អប់ទៅវារហែករអីអញ្ចឹងខ្ញុំខ្ជិលជាខ្ជិលអីអញ្ចឹងទៅហើយណាមួយចូលដល់រដូវខែល្ងាអញ្ចឹងទៅហើយស្លឹកឫស្សីនេះបងប្អូនទោះតែខែល្ងាក៏នៅតែល្អដែរនៅខាងខ្ញុំស្បូរណាស្លឹកឫស្សីអញ្ចឹងពេលវិចហើយអញ្ចឹងខ្ញុំចងអញ្ចឹងបងប្អូនចងធូរកុំឲ្យតែយើងយកទៅចំហុយទៅវាហើបមាត់ណាខ្ញុំដាក់ចំហុយ1ម៉ោងដល់ពេលដាក់ចំហុយ1ម៉ោងហើយខ្ញុំឆែកមើលបើសិនជាវាឆ្អិនយើងបិទភ្លើងទៅបើមិនទាន់ឆ្អិនយើងថែម4-10នាទីទៀតទៅព្រោះអីយើងវិចតូចចឹងអត់ចំហុយយូរទេបងប្អូនដូចយើងធ្វើនំម្សមខ្នោចឹងគ្រាន់ថាខ្ញុំធ្វើនំត្នោតនេះវារាងធំជាងនំម្សមខ្នោអញ្ចឹងខ្ញុំចំហុយ1ម៉ោង10នាទីគឺឆ្អិនចឹងបងប្អូនសាកមើលទៅសាកឆាអង្គទៅលើកទី1បងប្អូនតែលមូតឆ្ងាញ់ដូចយើងស្ងោរអញ្ចឹងនៅក្នុងវីដេអូនេះបង្ហាញបងប្អូនតែប៉ុណ្្នឹងទេមានការខុសឆ្គងត្រង់កន្លែងណាមួយសូមអធិស្ឋានផងម៉ៃសវណ្ណនៅប្រទេសអង់គ្លេសសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អ